ការពិតដ៏គួរឲ្យចាប់អារម្មណ៍អំពីមនុស្សប្រើដៃឆ្វេងមនុស្សប្រើដៃឆ្វេងជាក្រុមមនុស្សដែលមានចំនួនប្រហែល10ទៅ12% នៃប្រជាជនសរុបលើពិភពលោកលក្ខណៈមួយចំនួនរបស់អ្នកប្រើដៃឆ្វេងការគ្រប់គ្រងខួរក្បាលផ្នែកខាងស្ដាំមានតួនាទីបញ្ជាចលនាដៃឆ្វេងរបស់ពួកគេភាពច្នៃប្រឌិតខួរក្បាលផ្នែកខាងស្ដាំធ្វើឲ្យពួកគេពូកែខាងសិល្បៈតន្ត្រីនិងការគិតបែបស្រមៃZen បើឪពុកម្ដាយប្រើដៃឆ្វេងកូនមានឱកាសខ្ពស់ក្នុងការប្រើប្រាស់ដៃឆ្វេងដែរគុណសម្បត្តិក្នុងការរស់នៅរបស់មនុស្សប្រើដៃឆ្វេងទី1កីឡាពួកគេមានប្រៀបក្នុងកីឡាប្រឈមមុខដូចជាវាយកូនឃ្លីលើតុវាយកូនបាល់និងប្រដាល់ទី2ការដោះស្រាយបញ្ហាពួកគេពូកែគិតរកវិធីដោះស្រាយបញ្ហាប្លែកៗនិងរហ័សទី3ការធ្វើការច្រើនក្នុងពេលតែមួយខួរក្បាលទាំងសងខាងរបស់ពួកគេមានការតភ្ជាប់និងតាក់ទងគ្នាយ៉ាងលឿនបញ្ហាប្រឈមប្រចាំថ្ងៃទី1ឧបករណ៍ប្រើប្រាស់កន្ត្រៃកាំបិតចិតសម្បកម៉ាស៊ីនស្កេនកាតនិងទ្វារបង្វិលភាគច្រើនរចនាសម្រាប់មនុស្សប្រើដៃស្ដាំទី2ការសរសេរអក្សរដៃរបស់ពួកគេងាយនឹងដុសប្រឡាក់ទឹកប៊ិចឬទឹកថ្នាំនៅពេលគេសរសេរពីឆ្វេងទៅស្ដាំការប្រើប្រាស់ដៃស្ដាំឬឆ្វេងមិនមែនជាបញ្ហានោះទេវាគ្រាន់តែជាលក្ខណៈធម្មជាតិតែប៉ុណ្ណោះសម្រាប់អ្នកវិញគិតយ៉ាងណាដែរ